អរគុណចាស់ពូជាមនុស្សចិត្តបន់មែនដែលបានឲ្យលុយក្មួយក្មួយប្រុសវីថ្មីត្បិតថាបច្ចុប្បន្ននេះលុយនេះក្មួយមិនអាចចាយកាត់មែនតែដល់ពេលដែលក្មួយចាយឋានទៅក្មួយនឹងអាចចាយកាត់ណាដាច់បាយមួយថ្ងៃនេះញ៉ាំតែនំអីចុយក្នុងនោះមានរបស់ស៊ីអីចេះឲ្យក្មេងប្រុសម្នាក់នេះធ្វើមកខាងយកដល់ដើរទៅមើលសិនចេះអូនឲ្យធ្វើគេមកខាងបងហ្នឹងកាយសម្រាប់អីគេបងមកអត់បាយមួយថ្ងៃខ្ញុំឃ្លានណាខ្ញុំហេវបងអូយបងលឺឲ្យឡើងខ្លោចចិត្តណាស្នងឲ្យក្មួយគេបងហ្នឹងសួរអញ្ចឹងផែនំអញទៅញ៉ាំអីអើយពងក្តិចបាយផងណាអត់អីអូនស៊ីទៀតកាយស៊ីទៀតចុយគេថាអស់ចាំបងចូលយកក្នុងឲ្យទៅវិញស៊ីបងមិនចេះក្រក់អីក៏សម្រាប់ប៉ុណ្ណឹងស៊ីអូនកាយអស់ចិត្តស៊ីអូនតែពេលបើអស់អូនយកពីក្នុងឲ្យទៀតតាពិតចឹងសោះក៏ទៅម្ចាស់ហាងមិនគួរណាធ្វើបាបក្មេងប្រុសស្រីក្រម្នាក់នេះសោះចង់សាកចិត្តគាត់ដល់គាត់មនុស្សល្អហើយមានតែដើរធ្វើជ្រុលបិជើងបងជ្រុលបិជើងបងជោគបងជ្រុលបិជើងបងក្មួយប្រុសពិតជាមនុស្សចិត្តបន់មែនបានពូតើខ្ញុំអ្នកក្រមែនខ្ញុំមិនដែលមើលងាយអ្នកមាននេះក្មួយប្រុសក្មួយពិតជាមនុស្សចិត្តបន់មែនពូអត់មានអីឲ្យច្រើនទេពូមានតែសកលបន្តិចបន្តួចឲ្យក្មួយចាប់ទទួលយកទៅអរគុណចាស់ពូជាមនុស្សចិត្តបន់មែនដែលបានឲ្យលុយក្មួយហាក់លុយសិនទេពូខ្ញុំចាយមិនកាត់ពូក្មួយប្រុសវីថ្មីត្បិតថាបច្ចុប្បន្ននេះលុយនេះក្មួយមិនអាចចាយកាត់មែនតែដល់ពេលដែលក្មួយចាយឋានទៅក្មួយនឹងអាចចាយកាត់ណាអេពូចុះសិនពូអីពូអញអីចឹងពូដឹងរស់រងងាប់ស្អីទៀតទេអាបកាយធុងស្រាំស៊ីចឹងហីងាប់ល្អជាងលុយណាស់ទុកឯងចាយតាមផ្លូវសគួរពេលទៅងាប់អារស់រងងាប់អីទេជួយចុច Subscribe YouTube ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីៗពី Channel ខ្ញុំផងដែរ